Albert Einstein គឺជាមនុស្សដែលមិនងាយអាចចោះសម្រុងនឹងគេបានឡើយកាលនៅជាសិស្សគាត់តែងតែមានចំនួនជាមួយច្បាប់សាលាដ៏តឹងរ៉ឹងនិងពួកអ្នកមានអំណាចនៅក្នុងសាលាគាត់មិនមែនជាមនុស្សចូលចិត្តអួតអាងហើយក៏មិនមែនជាក្មេងដែលចេះតែស្ដាប់បង្គាប់អ្នកណានោះដែរគាត់ចូលចិត្តចោទសួរលើគ្រប់រឿងទាំងអស់ដែលជាហេតុធ្វើឲ្យមនុស្សជំនាញខ្លួនតែងតែមើងងាយសមត្ថភាពរបស់គាត់និងស្អប់គាត់ច្រើនឆ្នាំក្រោយមកគាត់ក៏នៅតែមិនទាន់ក្លាយជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញអ្វីដែរគេគ្រាន់តែធ្វើការងារស្ងប់ស្ងាត់មួយនៅក្នុងការិយាល័យចុះបញ្ជីប៉ាតង់ដោយចំណាយពេលពេញមួយថ្ងៃអង្គុយពិនិត្យមើលស្នាដៃបង្កើតថ្មីរបស់អ្នកដទៃជីវិតពេលនោះគ្មានពលឺគ្មានការតាក់ដៃអបអរសាទរមានតែភាពស្ងប់ស្ងាត់ប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តគំនិតរបស់គាត់វិញគំនិតប្លែកៗកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លាខណៈដែលមនុស្សភាគច្រើនទទួលយកតាមអ្វីដែលគេប្រាប់អំពីចក្រវាឡ Albert Einstein បែរជាចោទសួរនៅសំណួរដ៏គួរឲ្យខ្លាចមួយថាចុះបើលំហនិងពេលវេលាមិនមែនជាអ្វីដែលថេរនោះគ្រាន់តែគំនិតមួយនេះវាបានផ្លាស់ប្ដូរគ្រប់យ៉ាងពេលវេលាអាចដើរយឺតលំហអាចពត់បត់បែនផ្លាស់ប្ដូររូបរាងបានទំនាញដីមិនមែនជាកម្លាំងនោះទេប៉ុន្តែវាគឺជាធរណីមាត្រចាប់ពីពេលនោះមកវិទ្យាសាស្ត្ររូបវិទ្យាមិនដែលមានលក្ខណៈដូចដើមទៀតឡើយប៉ុន្តែមានរឿងមួយយ៉ាងដែល